TikTok អាចរលួយបាននៅស្រុកខ្មែរមកបងប្អូនតម្លាក់គូតអង្គុយមកមានរឿងត្រូវជជែកគ្នាទៀតអីថ្មីនេះបងប្អូនបានឃើញกระดาษមួយស្លឹកបាទដែលចេញពីក្រសួងដែលចេញពីប្រទេសខ្មែរយើងណាប្រាប់ហើយថា TikTok គឺរលួយបានហើយបាទអញ្ចឹងបងប្អូនកុំតន់ជួជ្រើមតម្លាក់គូតអង្គុយនិយាយគ្នាសិនបាទអញ្ចឹងបងប្អូនខ្ញុំអត់ហាមឃាត់ឲ្យបងប្អូនរលួយទេព្រោះថាបងប្អូនដឹងស្រាប់ហើយជាមួយនឹង TikTok គឺវាទលំទលាយខ្លាំង TikTok យើងលេងឆាប់ផ្ទុះមែនទែនបាទឆាប់ផ្ទុះបាទគឺមានអ្នកមើលច្រើនមានអ្នក view ច្រើនមានអ្នកទស្សនាច្រើនគឺរាប់លានអ្នកនោះបាទគឺ TikTok អាចឲ្យដូចថាលេខ1តែម្ដងបាទនៅក្នុង social media បាទគឺឆាប់តាក់ទាញចំណាប់អារម្មណ៍ឆាប់មាន view ឆាប់មានអ្នក follow ប៉ុន្តែបងប្អូនត្រូវដឹងច្បាស់ថា TikTok account ណាគឺឆាប់នឹងបិទឆាប់នឹងខូចជាង Facebook account ក៏ដូចជា YouTube account បងប្អូនអញ្ចឹងបងប្អូនពេលដែលវាឲ្យយើងរលួយពិតមែនប៉ុន្តែវាមិនមែនជារឿងងាយស្រួលទេណាបងប្អូនយើងត្រូវចាំថាបាទរបស់ដែលយើងធ្លាប់រកបានយើងរកទៅបាទឧទាហរណ៍ណាបាទរបស់ដែលធ្លាប់រកបាន YouTube បាទ Facebook page បាទបងប្អូនរលួយបានពី YouTube Facebook page គឺខំបុករកធម្មតាបាទកុំសង្ឃឹមលើ TikTok page ដោយសារអី platform ថ្មីទៅតែតម្លាក់ឲ្យទេយើងអត់ទាន់ដឹងថារកបានក្នុងមួយថ្ងៃប្រហែលផ្ទុះវីដេអូបានប្រហែល set up យ៉ាងម៉េចអីយ៉ាងម៉េចយើងអត់ទាន់ដឹងទេប៉ុន្តែបងប្អូនធ្វើតាមគេទៅគេណែនាំឲ្យធ្វើម៉េចមើលវីដេអូគេបរៀនម៉េចធ្វើតាមគេអាចរលួយបានបងប្អូនធ្វើទៅវាអត់ខាតទេបាទគ្រាន់តែថាខាតពេលវេលារបស់យើងបាទអញ្ចឹងបងប្អូនត្រូវដឹងជាបាទរបស់ដែលស្រួលរលួយស្រួលជាងគេបាទមាន3បាទ YouTube Facebook page ហើយនិង TikTok បាទអញ្ចឹងខ្ញុំសូមដក TikTok ចោលមួយសិនហើយដក page ចោលមួយទៀត YouTube បងប្អូនបាទគឺងាយស្រួលមែនទែនអ្នកដែលធ្វើ YouTube គឺគេធ្វើបានច្រើនគឺនៅតែបានច្រើនអញ្ចឹងឧទាហរណ៍អ្នកខ្លះគាត់ធ្វើបានរាប់ពាន់រាប់ម៉ឺនរាល់ខែគឺគេនៅតែរកបានធម្មតាហើយបើកលុយក៏ស្រួលរកក៏ស្រួលអត់ចាំបាច់ VPN ឆ្លងប្រទេសឆ្លងអីទេបាទមិនបាច់ admin មិនបាច់អីទេបង្កើត download ទៅ YouTube ហើយ log in ហើយបង្កើតទៅ Gmail មួយស៊ីផុយអញ្ចឹងបងប្អូនកុំជ្រួលជ្រើមហើយកុំទិញ account គេណាបងប្អូនបាទកុំទិញ account គេជាដាច់ខាតកុំឃើញគេកំពុងតែផុសផុល TikTok រលួយបានមានអ្នកលក់អា1 M 2 M follower 1 M 2 M like follow អីហ្នឹងណាបងប្អូនសូមដាក់ចិត្តចុះសិនសំងំគិតមួយ plate សិនដេកគិតមួយយប់សិនស្អែកឡើងបងប្អូនគិតឃើញវិធីថ្មីហើយកុំចំណាយលុយសូម្បីតែ100លុយខ្មែរទៅទិញ account របស់គេទាំង Facebook ទាំង page ទាំង YouTube ទាំង TikTok កុំទិញជាដាច់ខាតព្យាយាមធ្វើខ្លួនឯងបង្កើតខ្លួនឯងធ្វើពីចំណុច0ទៅខ្លួនឯងពេលដែលជោគជ័យគឺគេស្គាល់យើងច្រើនហើយយើងទទួលបានជោគជ័យធំទៀតអញ្ចឹងបងប្អូនខ្ញុំនិយាយនេះមិនមែនឲ្យបងប្អូនថាដាច់ខាតត្រូវតែមិនទិញគេទេបងប្អូនទិញតើតែបងប្អូនចេះបងប្អូនឆ្លាតបងប្អូនមានវិធីសាស្ត្រក្នុងការរកលុយពីវាចាំទិញបើបងប្អូនអត់ទាន់ច្បាស់អត់ទាន់ស្ទាត់ជំនាញអត់ទាន់នេះទេទី1ប្រឈមខ្លាំងគឺចាញ់បោកគេទី2គឺបងប្អូនអស់លុយខាតពេលវេលាទៀតបាទអញ្ចឹងបងប្អូនគិតឲ្យច្បាស់ណាកុំតន់ចេះតែហ៊ានបាទមើលសិនរកណាបានរកអានឹងសិនទៅ